ខ្ញុំមកដល់ទីក្រុងប៉ារីសហើយតែខ្ញុំមិនដឹងថាទៅណាមុនផងតោះបើដឹងថាទៅណាចូលមើលវីដេអូនេះទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម៉ាដាមវីថ្ងៃនេះខ្ញុំនឹងចែករំលែកតាក់ទងនឹងកន្លែងកម្សាន្តទាំង5នៅទីក្រុងប៉ារីសនិងកន្លែងថតរូបតម្លៃសម្បត្តិចូលទស្សនាផងដែរទី1ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាស្គាល់ហើយគឺជានិមិត្តសញ្ញានៃទីក្រុងប៉ារីសតែម្ដងគឺប៉មតួអេហ្វែលនៅទីនោះមាន3ជាន់ជាន់ទី1ជាន់ទី2ហើយនិងជាន់ទី3ហើយតម្លៃសម្បត្តិគឺខុសគ្នាតម្លៃសម្បត្តិគ្រប់ជាន់នៅទីនោះជាន់ទី1តម្លៃប្រហែលជា12អ៊ីរ៉ូទី2តម្លៃប្រហែលជា20អ៊ីរ៉ូទី3តម្លៃប្រហែលជា30អ៊ីរ៉ូហេតុអីបានខ្ញុំនិយាយថាផាកប្រហែលព្រោះតម្លៃអាចឡើងចុះទៅតាមរដូវកាលដែលភ្ញៀវទេសចរចូលទស្សនាប៉ុន្តែឡើងប្រហែលជាត្រឹមតែ10% ទេ Oh my god បងប្អូនដែលមកទីក្រុងប៉ារីសលើកដំបូងខ្ញុំrecommendបងប្អូនគួរតែឡើងទៅមើលដោយសារតែយើងមានអ្វីដែលប្លែកមានទស្សនីយភាពដែលល្អជាពិសេស view ទីក្រុងប៉ារីសទាំងមូលតែម្ដងហើយនៅលើនោះគឺមានតាក់ទងនឹងកាហ្វេអាហារដ្ឋាន Sky Bar សម្រាប់ការថតរូបនៅតួអេហ្វែលផ្ទាល់បងប្អូនអាចថតគ្រប់ជ្រុងនៅទីកន្លែងមានឆ្ងាយមានជិតឲ្យតែមានជាប់រូបតួអេហ្វែលគឺស្អាតទាំងអស់គ្រប់ជ្រុងតែម្ដងទី2គឺជាវិថី Dom Alizé តាក់ទងនឹងទីនោះគឺជាកន្លែងដែលល្បីនៅទីក្រុងប៉ារីសហើយគឺជាកន្លែងល្បីដែលមានហាងលេខស៊េរីជាច្រើនដូចជា Chanel, Louis Vuitton ហើយនិង Dior ជាពិសេសគឺមានខ្លោងទ្វារនៃសន្តិភាពនៃប្រទេសបារាំងដែលធ្វើឲ្យយើងថតរូបនៅគ្រប់ជ្រុងគឺស្អាតទាំងអស់តែម្ដងហើយនៅលើនោះគឺយើងអាចទិញសម្បត្តិចូលទស្សនាហើយនឹងថតរូបនៅថ្ងៃលិចទាំងអស់តម្លៃ$13ទី3គឺលលុយគឺជាសារមន្ទីរដែលធំជាងគេនៅលើពិភពលោកជាសារមន្ទីរដែលល្បីនៅទីក្រុងប៉ារីសហើយក៏ទាក់ទាញភ្ញៀវទេសចររាប់លានអ្នកក្នុងមួយឆ្នាំដែរហើយនៅទីនោះគឺមានផ្ទាំងគំនូរ Mona Lisa ដែលល្បីទូទាំងពិភពលោកគ្រឿងអលង្ការហើយនិងមកុដស្ដេចនៃប្រទេសបារាំងដែលបានដាក់បង្ហាញក្នុងសារមន្ទីរនោះផ្ទាល់តែម្ដងតាក់ទងនឹងតម្លៃសម្បត្តិតម្លៃក្នុងម្នាក់គឺជិត20អ៊ីរ៉ូប្រែប្រួលទៅតាមរដូវកាលនៃភ្ញៀវទេសចរដូចគ្នាឯកន្លែងថតរូបវិញគឺមានច្រើនកន្លែងហើយខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូដូចគ្នាទី4គឺដងទន្លេសែនដែលប្រជាជនខ្មែរយើងហៅស្ទឹងសែនប៉ារីសនៅទីនោះពេលថ្ងៃយើងអាចថតរូបទៅតាមដងទន្លេហើយពេលយប់គឺយើងអាចជិះទូកនៅតាមដងទន្លេមើលទេសភាពនៃទីក្រុងប៉ារីសទាំងមូលសម្រាប់តម្លៃសម្បត្តិនៃការជិះទូកកម្សាន្តតម្លៃធម្មតាគឺ15អ៊ីរ៉ូទៅ18អ៊ីរ៉ូហើយតម្លៃដែលយើង include ជាមួយនឹងអាហារគឺតម្លៃ60អ៊ីរ៉ូទៅ100អ៊ីរ៉ូបងប្អូនអាចជិះទូកកម្សាន្តហើយនឹងទស្សនាតាមដងទន្លេសែនហើយនឹងកាត់កន្លែងល្បីៗមានតួអេហ្វែលសារមន្ទីរឬក៏ជាវិហារដែលល្បីៗនៅទីក្រុងប៉ារីសសម្រាប់ខ្ញុំ recommend ឲ្យបងប្អូនគួរតែជិះទូកកម្សាន្តគឺនៅពេលយប់ដោយសារទន្លេសែននេះគឺស្អាតមែនតែនមានភ្លើងហើយនឹងកាត់តួអេហ្វែលគឺមានភ្លើងលោតប្លីងគឺស្អាតខ្លាំងមែនតែនទី5សាតូ website រាជវាំងរបស់ស្ដេចលុយទី14រចនាបថបែបបារាំងហើយនឹងបង្ហាញតាក់ទងនឹងវប្បធម៌ប្រទេសបារាំងនៅក្នុងនោះគឺមានសួនច្បារដែលមានដើមផ្កាហើយនឹងមានដើមឈើចម្រុះពណ៌ហើយតាក់ទងនឹងតម្លៃសម្បត្តិគឺ21អ៊ីរ៉ូគឺការចូលមើលរាជវាំងហើយនឹងសួនច្បារហើយយើងក៏អាចធ្វើការថតរូបនៅក្នុងសួនច្បារហើយនៅក្នុងរាជវាំងទីក្រុងប៉ារីសមិនមែនមានតែ5កន្លែងហ្នឹងទេដែលល្បីគឺមានច្រើនកន្លែង10ទៅ20កន្លែងតែសារតែខ្ញុំចង់តែលើកទៅកន្លែងអ្នកមួយដែលមានភ្ញៀវទេសចរហើយនឹងមានមនុស្សជាច្រើនទៅថតរូបអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលស្ដាប់វីដេអូរបស់ខ្ញុំនាងខ្ញុំនឹងមានវីដេអូបន្តនិយាយតាក់ទងនឹងការមកដើរលេងនៅប្រទេសបារាំងឲ្យជូនបងប្អូនជាបន្តទៀត